បាទសួស្តីបងប្អូនដែលតែងតាមដាននិងគាំទ្រនៅ page ខ្មែរសវណ្ណភូមិនៅថ្ងៃនេះវីដេអូនេះខ្ញុំនឹងលើកយកពីរបៀបយើងដោះប្លុកឆាត Messenger ម្ដងបងប្អូនណាវីដេអូមុនខ្ញុំនឹងធ្វើជូនបងប្អូនហើយពីរបៀបប្លុកឥឡូវយើងចូលទៅដោះប្លុកឆាត Messenger ម្ដងបងប្អូនណាបាទខ្ញុំធ្វើមួយវគ្គស្រួលបងប្អូនកត់ត្រាចំណាំទុកស្រួលចាំហ្មងណាចេះធ្វើទាំងអស់គ្នាហើយដោយសារក្រុមហ៊ុន Facebook update អញ្ចឹងខ្ញុំនឹងធ្វើឡើងវិញសម្រាប់បងប្អូនចែកម្លែកដល់បងប្អូនដែលចង់ចេះបាទអញ្ចឹងដើម្បីចេះធ្វើបងប្អូនទៅតាមដានវីដេអូទាំងអស់គ្នាបាទជាដំបូងយើងចូលទៅឆាត Messenger ទៅណាកម្មវិធីឆាតចុចលើមកបាទបន្ទាប់មកយើងចុចកន្លែងត្រេ3កាលយើងធ្វើវីដេអូមុនគឺត្រេ3នៅខាងលើឥឡូវក្រុមហ៊ុន update មកខាងក្រោមបាទត្រេ3ខាងក្រោមបងប្អូនចុចទៅចុចត្រេ3ខាងក្រោមមកតបមកចុចកន្លែង setting មកណាកន្លែងនេះតបហ្នឹងមករួចហើយយើងរុញទៅលើណារុញទៅលើរកកន្លែងនេះកន្លែងរូបសញ្ញារូបផ្ទះបងប្អូនចំណាំតែហ្នឹងបងប្អូនណាបងផ្ទះអង់គ្លេសសញ្ញារូបផ្ទះឲ្យខ្ញុំដាក់ព្រួយសម្រាប់ឲ្យបងប្អូនមើលនេះបងប្អូនណាចំណាំមកចុចតបមកបាទបន្ទាប់មកយើងរកកន្លែង block account ទៅនេះបងប្អូនណាបាទនេះបាទនេះសប block account ចាំមើលខ្ញុំដាក់ព្រួយបងប្អូនមើលតាមសញ្ញាព្រួយខ្ញុំបងប្អូនណាចុចទៅបបបាទនេះអានេះ account ដែលយើងដែលខ្ញុំបានធ្វើវីដេអូខាងមុខខាងលើបងប្អូនវីដេអូខ្ញុំប្លុកគាត់ឥឡូវនេះខាងលើបងណាអញ្ចឹងរាល់បងប្អូនប្លុកគឺ account Messenger ទាំងអស់គឺមកនៅតំណឹងទាំងអស់បងប្អូនណាបាទអញ្ចឹងយើងដើម្បីដោះគាត់ឲ្យបានរួចពីប្លុកយើងប្លុកវិញយើងចុចទៅលើ account មកដើម្បីយើងដោះប្លុកតាក់ទងគ្នាបានតាមធម្មតាចុចលើ account គាត់មកបាទបន្ទាប់មកយើង in block នេះបានន័យថាដោះ block ខាងក្រោមបងសញ្ញា Q ចុចពឹបមកអូខេអញ្ចឹងនៅក្នុង account ដែលយើង block នៅកន្លែងនេះវាបាត់ដែរបងប្អូនណាដេញបុគ្គលដេញយើងត្រូវ block យើងត្រូវដោះឲ្យគាត់រួចវិញអញ្ចឹងយើងតាក់ទងបានទៅតាមធម្មតាអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនណាមកសិនណាជាបងប្អូនគិតថាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនជួយ follow page ចុចកន្លែងតាមដាន like share ម្នាក់មួយផងបងប្អូនដើម្បីបងប្អូននឹងទទួលបាននៅវីដេអូថ្មីក្រោយទៀតបងប្អូនណាបាទសូមអរគុណនិងសូមជម្រាបលា